បាទសស្រីបងនេះរៀបចំហើយណាតែបងបាទអញ្ចឹងបងខ្ញុំនិយាយភ្លើងចូលណាបាទភ្លើងចូលយើងចូល L1 L2 ណាបាទហើយបងហើយ UVW ទៅ motor ណាបាទហើយបងហើយខ្សែកង់តាក់ណាបាទខ្សែកង់តាក់ខ្ញុំប្រើជើងខំជើង X1 បាទហើយខ្សែ volume ខ្សែអានេះគឺខ្ញុំយកជើង 10V V1 ហើយនឹង GND ណាបាទហើយបងអានេះនៅក្នុងវានេះនៅខ្សែបញ្ជាវាណាហើយខ្សែបញ្ជានេះគឺយើងអត់កាន់អត់ឆក់ទេបងណាហ្នឹងអត់ឆក់ទេប៉ុន្តែកុំកាន់នៅខាងក្រោមបាទ700បាទនេះបាត់វិញណាហ្នឹងបងហើយធម្មតាបងមើល inverter វាមិនបើយើងអត់តាន់បញ្ជាវាបានន័យថាវាអត់ចេញភ្លើងរ៉ាន់ទេណាហ្នឹងហើយមើលកិច្ចឲ្យដាវគឺបញ្ចេញភ្លើងរ៉ាន់ណាហ្នឹងហើយណាមកខ្ញុំកែកដានេះនេះបាត់ណានេះអត់ឆក់ទេណាកាន់អត់ឆក់ទេឥឡូវខ្ញុំកែកដាគឺវានេះបាត់ភ្លើងរ៉ាន់ណាខ្ញុំបើដាណាទៅពីរ៉ាន់ណាហើយយើងអាចសេរីលើនេះបានហ្នឹងនេះក៏អត់ឆក់ដែរកាន់ណាហ្នឹងហើយឥឡូវខ្ញុំបថយអស់ណាបថយអស់គឺអត់ដែរកណា00គឺអត់ដែរទេណាបាទនេះគឺយកអត់លេងនៅនេះទេណាយើងលេងនៅខាងក្រៅបាទយើងមួនេះក៏អត់ស៊ីដែរណាដោយសារយើង select មកប្រើលើនេះណាគឺសូវអត់ដែរទេអញ្ចឹងខ្ញុំមួតិចដែរតិចណាហ្នឹងហើយណាដាក់តិចណាហ្នឹងសូវអត់ដែរទេដាក់មួយដើរមួយហ្នឹងហើយលោកបឿនមួយប្រើតាមតម្រូវការហ្នឹងទៅបាទវាអញ្ចឹងហ្នឹងហើយហ្នឹងដាក់តាមហ្នឹងណាឡើងណាបាទហ្នឹងម៉ូទ័រយើងគ្រប់ជុំហ្នឹងហើយកាលណាវាឡើង50ហ្នឹងបានន័យថាបើម៉ូទ័រយើង1500ជុំគឺកម្លាំងគឺវាឡើង50គឺ1500ជុំបើសិនម៉ូទ័រយើង3000ជុំឡើងដល់50ហ្នឹងគឺនឹង3000ជុំហើយបើម៉ូទ័រយើង1000ជុំឡើងដល់50គឺ1000ជុំទៅអាស្រ័យទៅលើម៉ូទ័រណាហ្នឹងហើយព្រោះម៉ូទ័រវាមានចំនួនជុំវាណាបាទម៉ូទ័រវាមាន2ប៉ូ4ប៉ូ6ប៉ូ8ប៉ូអញ្ចឹងបាទហ្នឹងហើយបងអូខេណាបងប៉ុណ្ណឹងណាចាំមកយកទៅបងបាទ